Ok នេះគឺជាកង់ track marine ไซส์ M ដែលសម្រាប់ 1m65 ដល់ 1m75 ហើយកង់នេះផងដែរគឺមាននេះមួយគឺវាកេត D យកមុខមានន័យថានេះលេខធំអានេះមកលេខតូចបង្អស់ពេលដែលយើងជិះទៅគឺវានឹងកេតនឹង D យកមុខដូចនេះតែយើងធ្វើម៉េចដើម្បីឲ្យបាត់សលេងកេតហ្នឹងបាទអានេះគឺយើងស្រួលទេអានេះចែកទេសយើងនេះបន្តិចអញ្ចឹងនៅលើអា D មុខហ្នឹងវាតែមានខ្ចៅពីរL low H high គឺស្រកខ្ពស់អញ្ចឹងគឺយើងគ្រាន់តែចាក់ទល់វានេះចូលបន្តិចគឺវាអាចបាត់ហើយដោយសារហេតុអ្វីបានយើងត្រូវធ្វើលើពីនេះដោយសារកង់នេះគឺយើងបានដោះD យកមុខចេញហើយមានតែយើងប្រើវាតាមមួយលេខធំមួយលេខទេតែនៅពេលដែលកេតគឺយើងត្រូវចាំបាច់គឺសេរីលើខ្ចៅហ្នឹងឯងឥឡូវទៅមើលអញ្ចឹងគឺអ្នកនរគ្នាមើលឃើញហើយគឺអាកន្លែងនេះដែលវាធ្វើឲ្យលឺអញ្ចឹងដោះស្រាយការងារមួយនេះ easy គឺស្រួលទេគឺនេះយើងគ្រាន់តែចាក់លើខ្ចៅចេះមកចាក់វាចូលបន្តិចមកបាទអញ្ចឹងយើងមើលវាបាទនេះចាក់ទៅពេលដែលចាក់ទៅគឺវាមានហើបបន្តិចអីអញ្ចឹងគឺខ្ញុំចាក់ចូលប៉ុណ្ណឹងព្រោះហ្នឹងក៏យើងអាចចាក់ចូលខ្លាំងពេកដែរបើចាក់ទៅវាខ្លាំងអានេះហើបមកខាងនេះខ្លាំងនៅពេលដែលឡើងទៅលេខធំយើងជិះឡើងភ្នំឬជិះខ្សាច់វាអាចលឺវិញឥឡូវនេះយើងដាក់ប៉ុណ្ណេះសិនអូខេឥឡូវផុតហើយឥឡូវយើងនឹងតេស្តវាឡើងវិញតេស្តវាឡើងតើវាអាចកេតអាក្រោមវិញអត់អូខេអត់អីទេប៉ុណ្ណឹងបានហើយបាទប៉ុណ្ណឹងអត់អីទេយើងអាចជិះបានហើយបាទហ្នឹងគឺរបៀបនេះក្នុងការសេរីឌីយកមុខដែលកេតជាមួយនឹងច្រវាក់បាទ